Hello everyone. In this video, you're going to study reading Unit 5. Well, before we go to reading, I want you to answer this question. Do you know any eating rules in Cambodia or other countries? តើអ្នកស្គាល់នៅទំនៀមទម្លាប់នៃការញ៉ាំនៅក្នុងប្រទេសកម្ពុជាឬក៏ប្រទេសដទៃទៀតដែរឬទេ? So for this question, I give you 1 minute to think of the answer. So you can pause the video and try to think of the answer. Okay, right now 1 minute is over. Now let's go to the reading. So here is our reading article. I guess it is too small for you to see in the slide, but you can go to your handout, the reading handout in Unit 5 and look at the article. អញ្ចឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រសិនបើមើលនៅក្នុងវីដេអូនេះនឹងឃើញអត្ថបទនឹងមើលតែអក្សរទូចខ្លាំងមែនតើនឹងពិបាកមើលអញ្ចឹងខ្ញុំគ្រាន់តែចង់បង្ហាញអ្នកទាំងអស់គ្នាថានេះគឺជាអត្ថបទដែលយើងនឹងត្រូវរៀននៅក្នុង reading មេរៀនទី5ហើយសូមអ្នកទាំងអស់គ្នាមើលអត្ថបទនឹងនៅក្នុងក្រដាសមេរៀនទី5ដែលអ្នកទាំងអស់គ្នាមាននៅក្នុងដៃចាអញ្ចឹងយើងបន្តទៅមុខទៀតreading. So you're going to do exercises in the reading. So in B1, Chanti found an interesting article on the internet. Read the text quickly. What is the text about? អញ្ចឹងគេនិយាយថាចន្ទទីគឺគាត់បានរកឃើញអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើអ៊ីនធឺណិតហើយអញ្ចឹងគឺលំហាត់គឺឲ្យអ្នកទាំងអស់គ្នាអានអត្ថបទនឹងឲ្យលឿនហើយនឹងឆ្លើយនៅសំណួរមួយនេះសំណួរគឺ What is the text about មានន័យថាតើអត្ថបទមួយនោះនិយាយអំពីអ្វីចាអញ្ចឹងនេះគឺជាអត្ថបទដែលអ្នកទាំងអស់គ្នាត្រូវអានហើយអ្នកទាំងអស់គ្នាសូមឲ្យអ្នកទាំងអស់គ្នាអានឲ្យបានលឿនហើយនឹងរកចម្លើយថាតើអត្ថបទមួយនេះនិយាយអំពីអ្វី Okay, so for the strategy to read this text, when you skim a text, you read it quickly to understand the main points in the text without studying it in details. អញ្ចឹងនៅក្នុង reading មួយនេះគឺគេតម្រូវឲ្យអ្នកទាំងអស់គ្នាចេះតាក់ទងទៅនឹង skimming skill. Skimming មានន័យថាយើងអានអត្ថបទឲ្យបានលឿនបំផុតដើម្បីឲ្យយល់ពីគំនិតសំខាន់នៅក្នុងអត្ថបទដោយពុំចាំបាច់សិក្សានៅអត្ថបទនោះឲ្យលម្អិតទេចាអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺគ្រាន់តែអានអត្ថបទហ្នឹងឲ្យបានលឿនហើយកុំខ្វល់តាក់ទងនឹងពាក្យលំបាកអីទាំងអស់យើងគ្រាន់អានមកត្រួសមកដើម្បីឲ្យដឹងថាតើគោលបំណងសំខាន់នៅក្នុងអត្ថបទមួយនេះគេចង់និយាយអំពីអី Okay, so you have 3 minutes to read the text and answer the question. What is the text about? Okay, so you can pause the video and start to read the text now. Alright, 3 minutes is over. Now let's see the answer. What is the text about? So as I told you earlier, if you want to know what the text is about, you have to read as quickly as you can. So this is the first paragraph of the text that I extract for you. អញ្ចឹងនេះគឺជា paragraph កថាខណ្ឌដំបូងគេបង្អស់នៅក្នុងអត្ថបទរបស់យើងដែលខ្ញុំដកចេញមកបង្ហាញអ្នកទាំងអស់គ្នានៅពេលដែលជាទូទៅនៅពេលដែលគេសួរតើអត្ថបទនោះនិយាយអំពីអីយើងត្រូវអានឲ្យលឿនបំផុតហើយយើងអាចរកចម្លើយបានគឺនៅកថាខណ្ឌដំបូងចឹងនៅក្នុងកថាខណ្ឌដំបូងគេនិយាយថា You cannot just eat any ways you want at any times or any place. Different countries have different manners of eating called etiquette. Your ways of eating may be considered inappropriate to people who live in other countries. Here are some rules of eating in 5 different countries. So what is the text about? Actually, the text is about the rule of eating in 5 different countries. ចឹងនៅពេលដែលអ្នកទាំងអស់គ្នាអានអត្ថបទខ្ញុំសូមបង្ហាញអត្ថបទទាំងមូលតែម្ដងនេះគឺជាអត្ថបទទាំងមូលអញ្ចឹងនៅក្នុងអត្ថបទនេះជាកថាខណ្ឌដំបូងគេបង្អស់ចឹងនៅក្នុងកថាខណ្ឌដំបូងគេនិយាយរៀបរាប់តាក់ទងទៅនឹង
របៀបនៃការញ៉ាំគេនិយាយថាយើងមិនអាចចិត្តតែញ៉ាំតាមរបៀបដែលយើងចង់បាននៅតាមនៅគ្រប់ពេលវេលាហើយនឹងគ្រប់ទីកន្លែងបានឯប្រទេសផ្សេងៗគឺមានរបៀបនៃការញ៉ាំខុសៗគ្នាហើយគេថានេះគឺជាច្បាប់ឬក៏ទម្លាប់នៃការញ៉ាំនៅក្នុងប្រទេសទាំង5អញ្ចឹងកន្លែង here are some rules of eating in 5 different countries នេះគឺជាអ្វីដែលអត្ថបទហ្នឹងនិយាយដោយសារតែនៅខាងក្រោមគេមានដាក់ឈ្មោះប្រទេសហើយទី1គឺ Cambodia Thailand Japan ហើយនៅខាងក្រោមគឺមាន India and New Zealand នេះគឺជាប្រទេសហើយនឹងនិយាយតាក់ទងទៅនឹងអីគេគឺនិយាយតាក់ទងទៅនឹង rule of eating in those countries គឺនិយាយតាក់ទងទៅនឹងរបៀបនៃការញ៉ាំនៅក្នុងប្រទេសទាំងអស់នោះ so the answer for this question is the text is about the rules of eating in 5 different countries. This is the answer. Okay, so now move to the next exercise. In exercise C1, complete the sentences below with the information from the reading. នៅក្នុង exercise មួយនេះគឺគេឲ្យអ្នកទាំងអស់គ្នាបំពេញនៅចន្លោះសំទោសគឺបំពេញនៅប្រយោគខាងក្រោមជាមួយនឹងព័ត៌មានដែលបានមកពីអត្ថបទរបស់យើង So នៅទីនេះ as you can see there are 5 sentences and each sentence it has a blank for you to complete the information and the information that you can complete in the blank is the information from the reading. So you have to go to read the text and find the answer in order to complete in the blank. ចឹងនៅក្នុងប្រយោគទាំងអស់ហ្នឹងគឺយើងមានចន្លោះហើយចន្លោះហ្នឹងអ្នកទាំងអស់គ្នាអាចរកចម្លើយបានដោយអ្នកទាំងអស់គ្នាគឺត្រូវតែទៅអាននៅអត្ថបទរបស់យើងអំបញ្ញមិញដូច្នេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចំណាយពេលធ្វើលំហាត់មួយនេះគឺ5នាទី So now please pause the video and do the exercise. Alright, 5 minutes is over. Now let's see the answer. Sentence number 1. In Cambodia, it is considered appropriate for blah 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 to start eating first. So what is the answer? The answer is the order. Where can we find this answer? Well, I will show you the place that you can find this answer. This is the text. This is the part that I extract from the text, the part of Cambodia. ចឹងនេះគឺជាpart មួយនៅក្នុងអត្ថបទរបស់យើងដែលខ្ញុំដកស្រង់ដើម្បីបង្ហាញនៅចម្លើយដែលអាចរកឃើញនៅក្នុងប្រយោគទី1 ចឹងនៅក្នុង text ហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញនៅផ្នែកមួយដែលនិយាយតាក់ទងទៅនឹង Cambodia គឺនៅក្នុងប្រទេសកម្ពុជារបស់យើង So in this when you eat with someone who is older, it is important to let them start the meal before you. So in this sentence, it means that the one who is older than you has the right to eat the meal first. So it matches with sentence number 1, which said that in Cambodia it is considered appropriate for the older to start eating first. Appropriate មានន័យថាស័ក្តិសមនៅក្នុងប្រយោគនេះគេថានៅពេលដែលអ្នកញ៉ាំអាហារជាមួយនឹងនរណាម្នាក់ដែលចាស់ជាងខ្លួនគឺសំខាន់បំផុតដែលឲ្យអ្នកនោះគាត់ចាប់ផ្ដើមញ៉ាំអាហារមុននឹងខ្លួនយើងចឹងនៅក្នុងប្រយោគមួយនេះគឺដូចជានៅក្នុងនៅក្នុងសំទោន័យនៅក្នុងអត្ថបទមួយនេះគឺដូចជាមួយនឹងន័យនៅក្នុងឃ្លាទី1ដែរដូច្នេះយើងត្រូវដាក់ពាក្យចន្លោះនេះគឺ the older មានន័យថា older people. Okay, number 2, Thai people use a fork to push food onto their blah blah blah. So what is the answer? The answer is spoon. How can you find this answer? Where? It is in the third paragraph which talk about Thailand. In this, it said that if you want
to eat the food, you have to use the fork to pick up the food onto your spoon and use the spoon to feed it into your mouth. So in here it said that you have to use the fork to pick up the food onto your spoon. So pick up here mean like you have to use the fork to push the food onto your spoon. So the answer is spoon. Goes to sentence number 3. In Japan, chopstick cannot be stuck blah 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 into the bowl of rice. Where can you find this answer? You can find it in the Japan part. It is said that the most important rule for Japanese eating is to not put your chopsticks straight up in your rice. ចឹងគេថាចំណុចច្បាប់ដែលសំខាន់សម្រាប់ប្រជាជនជប៉ុននៅក្នុងការញ៉ាំគឺមិនត្រូវដាក់ chopstick straight up គឺ straight up មានន័យថាដាក់ត្រង់ទៅក្នុងបាយទេចឹង the answer is straight up ពាក្យថា put នេះមានន័យស្មើនឹងពាក្យថា struck ដូចគ្នាសុំទោសគឺមានន័យស្មើនឹងពាក្យថា struck នេះដូចគ្នាចឹង stuck មានន័យថា put អញ្ចឹងមានន័យថានៅប្រទេសជប៉ុនចង្កឹះមិនអាចដាក់ straight up មានន័យថាដាក់ត្រង់នៅក្នុងចានបាយបានទេអញ្ចឹងដូចនៅក្នុងរូបភាពធម្មតាឧបមាថានេះគឺជាចានបាយហើយចំពោះច្បាប់ទម្លាប់នៅក្នុងប្រទេសជប៉ុនវិញគឺយើងអាចយកចង្កឹះមួយគូហ្នឹងយកមកដោតនៅក្នុងចានបាយត្រង់របៀបនេះបានទេគឺមើលទៅវាអត់សមរម្យ Okay, go to sentence number 4. Blah 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 prefer the right hand for eating food. So what is the answer? The answer is Indian people. Somto? Yes, Indian people prefer the right hand for eating food. You can find the answer in the India part. It said that in India, people normally use their hands to eat food. So here they like to use their hand to eat food. So the answer is Indian people. Goes to sentence number 5, the last sentence. In New Zealand, meat cannot be cut blah 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 while eating. So where can you find this answer? The answer is cannot be cut at once. You can find the answer in the New Zealand part in this sentence. Thus, when you cut meat, do not cut all the pieces of meat at once. Alright, so here are the answer for exercise C1. Now let's move to C2. Read the text again. Are the statements true or false? ចឹងសូមឲ្យអ្នកទាំងអស់គ្នាអានអត្ថបទម្ដងទៀតហើយធ្វើលំហាត់នៅក្នុង C2 ដោយមើលទៅលើប្រយោគខាងក្រោមតើប្រយោគនឹងត្រូវឬក៏ខុសប្រសិនបើត្រូវគឺសរសេរអក្សរ T នៅពីមុខប្រយោគហើយនឹងប្រសិនបើខុសគឺយើងសរសេរអក្សរ F. Okay, so for this exercise you have 5 minutes to do. So pause the video and do the exercise now. Alright, 5 minutes is over. Now let's see the answer. Sentence number 1. The youngest member can start eating the meal first in Cambodia. First, you have to read the sentence and note down what is the keyword. In here, in Cambodia. So you have to go to read the part in Cambodia. ចឹងនៅពេលដែលអ្នកធ្វើលំហាត់តាក់ទងទៅនឹង true false statement អ្នកទាំងអស់គ្នាត្រូវដឹងថាតើពាក្យកន្លឹះនៅក្នុងប្រយោគមួយហ្នឹងគឺជាពាក្យមួយណាអញ្ចឹងនៅក្នុងនេះគឺគេនិយាយនៅក្នុងប្រទេសកម្ពុជាអញ្ចឹងនៅពេលដែលអ្នកធ្វើសូមឲ្យអ្នកទាំងអស់គ្នាទៅមើលកន្លែង reading តាក់ទងទៅនឹងប្រទេសកម្ពុជាអញ្ចឹងយើងមកមើលនៅ Cambodia ប្រយោគមួយហ្នឹង true ឬក៏ false
ប្រយោគមួយហ្នឹងគេ for F គឺខុសហេតុអីមិន for ឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាចម្លើយតើអ្នកទាំងអស់គ្នាអាចរកបាននៅទីណា It is said that when you eat with someone who is older it is important to let them start the meal before you. So when you eat with someone who is older it is important to let them start the meal before you. So in here, the one who is younger, you cannot start to eat the meal first. You have to wait for the older to start. Then you can start after them. So the answer is 4 អញ្ចឹងនៅក្នុងប្រយោគហ្នឹងគេនិយាយថានៅពេលដែលអ្នកញ៉ាំជាមួយអ្នកណាដែលចាស់ជាងខ្លួនគឺត្រូវតែឲ្យអ្នកដែលចាស់ជាងខ្លួនហ្នឹងចាប់ផ្ដើមញ៉ាំអាហារមុនយើងប៉ុន្តែនៅក្នុងប្រយោគទី1នេះគេថា the youngest member the youngest នេះមកពីពាក្យថាអីគេគឺមកពីពាក្យថា young ក្មេង youngest គឺជាទម្រង់ superlative គឺក្មេងបំផុតអញ្ចឹងសមាជិកដែលក្មេងជាងគេបំផុតនៅក្នុងគ្រួសារគឺអាចចាប់ផ្ដើមញ៉ាំអាហារបានមុនគេនៅក្នុងប្រទេសកម្ពុជាអញ្ចឹងចម្លើយនេះគឺខុសដោយសារនៅក្នុង reading របស់យើងគឺនិយាយថានៅពេលដែលញ៉ាំជាមួយនឹងអ្នកដែលចាស់ជាងយើងគឺយើងត្រូវតែឲ្យអ្នកដែលចាស់ជាងយើងនឹងញ៉ាំអាហារមុនយើងអញ្ចឹង the answer is false. Go to sentence number 2. You have to use a spoon in the left hand and a fork in the right hand in Thailand. Here it is in Thailand. You have to look at the information in Thailand and the answer is false. Why it is false? Where can you find this answer in here? You have to hold a spoon in your right hand and a fork in your left hand. So in Thailand, you do not use a spoon in the left hand, but you use the spoon in the right hand and a fork in the left hand. The information here is wrong. If you want to correct it, you have to say you have to use a spoon in the right hand and a fork in the left hand. Alright, go to sentence number 3. In Thailand, a fork is only used to push food into your mouth. Is it true or false? The answer is false. Where can you find the answer? You can find the answer in Thailand, the same as sentence number 2. In here. If you want to eat the food, you have to use the fork to pick up the food. Here, the fork to pick up the food onto your spoon. So in Thailand, you can only use the fork to push the food onto your spoon, not onto your mouth. So the answer here is wrong. If you want to make it into a correct sentence, you have to change mouth to what? Change mouth to spoon. នៅក្នុងប្រយោគនេះគេថាប្រសិនបើអ្នកចង់ញ៉ាំអាហារអ្នកត្រូវតែប្រើសមដើម្បីចាប់អាហារនោះឬក៏ដាក់អាហារនោះទៅលើស្លាបព្រាចំណែកឯប្រយោគរបស់យើងគេថានៅប្រទេសថៃសមគឺប្រើដើម្បីដាក់អាហារនៅក្នុងមាត់អញ្ចឹងគឺខុសព្រោះនៅក្នុងប្រទេសថៃគេប្រើសមដើម្បីដាក់អាហារតែនៅក្នុងស្លាបព្រាតែប៉ុណ្ណោះអញ្ចឹងចម្លើយគឺខុសហើយយើងអាចកែព័ត៌មានបានដោយដូរពីពាក្យថា mouth ដាក់ថាពាក្យថា spoon. Now go to sentence number 4. In Japan, placing chopsticks down into the bowl of rice is only for a funeral. ចឹងគេថានៅក្នុងប្រទេសជប៉ុនការដាក់ចង្កឹះដោតចូលទៅក្នុងចានបាយគឺសម្រាប់តែនៅក្នុងពិធីបុណ្យសាកសពតែប៉ុណ្ណោះ Is it true or false? The answer is true. You can find the answer in reading part Japan.
where can you find the answer? The answer is here. The reason is that Japanese put the chopsticks upright in the bowl of rice in front of the coffin for dead people. ចឹងមូលហេតុដែលជនជាតិជប៉ុនដាក់ចង្កឹះត្រង់ចូលទៅក្នុងចានបាយនៅពីមុខមូលហេតុដែលគេមិនអោយប្រជាជនជប៉ុននឹងដាក់ចង្កឹះនៅដោតចូលទៅត្រង់ក្នុងចានបាយគឺដោយសារតែជនជាតិជប៉ុនគឺគាត់ដាក់ចង្កឹះត្រង់បែបហ្នឹងនៅក្នុងចានបាយនៅតែពីមុខសំទោសគឺនៅពីមុខក្តាមមឈូសសម្រាប់តែអ្នកដែលស្លាប់តែប៉ុណ្ណោះ so in front of coffin for dead people មានន័យថាមុខក្តាមមឈូសសម្រាប់អ្នកដែលស្លាប់គឺយើងនៅពេលណាគឺនៅក្នុងពិធីសាកសព is it right so the answer is true ចឹងចំពោះប្រទេសជប៉ុននៅពេលដែលយើងយកចានបាយហើយយើងប្រើចង្កឹះដោតត្រង់អញ្ចឹងលើចានបាយអញ្ចឹងគេប្រើតែនៅក្នុងសម្រាប់ពិធីសាកសពតែប៉ុណ្ណោះ Number 5 A left hand is hygienic to use when eating in India hygienic means clean ស្អាតអញ្ចឹងគេថាដៃស្ដាំគឺស្អាតសម្រាប់ប្រើដំនៅពេលដែលញ៉ាំអាហារនៅប្រទេសឥណ្ឌា Is it true or false The answer is false Where can you find the answer? You can find the answer in the reading part in India. It said that they think that the left hand is dirty. So dirty មានន័យថា not clean គឺអត់ស្អាតទេប៉ុន្តែនៅប្រយោគយើងថាស្អាតអញ្ចឹងគឺផ្ទុយគ្នាហើយ Dirty is the opposite meaning of hygienic សំទោសគឺ hygienic. So the answer is false. The last one Sentence number 6. In New Zealand, you have to put the fork and knife over each other in the egg signs after the meal. ចឹងគេថានៅក្នុងប្រទេស New Zealand អ្នកត្រូវតែដាក់សមហើយនឹងកំបិតខ្វែងគ្នាបន្ទាប់ពីញ៉ាំអាហារមានន័យថាយើងញ៉ាំហើយយើងយកសមហើយនឹងកំបិតហ្នឹងដាក់កងលើគ្នា Is it true or false? The answer is false. Where can you find the answer? It is in the last sentence for New Zealand part. When you finish eating, you have to place the fork and knife side by side on the plate. ចឹងគេថានៅពេលដែលអ្នកញ៉ាំអាហាររួចគឺអ្នកត្រូវតែដាក់សមហើយនឹងសាព្រានៅសងខាងគ្នានៅលើចានas you can see in the picture here ចឹងសម្រាប់ប្រទេស New Zealand នៅពេលដែលយើងញ៉ាំហើយយើងត្រូវតែដាក់សមហើយនឹងសាព្រានៅសងខាងនៃចានបាយមិនមែនដាក់ខ្វែងគ្នាបែបនេះទេ So the answer is false. Alright, now let's move to C3. Underline the information that is not mentioned in the text. So គឺគោបន្ទាត់នៅខាងក្រោមព័ត៌មានដែលមិនបានលើកឡើងនៅក្នុងអត្ថបទ Okay, so there are 5 sentences and what you are going to do is to underline the information that is not included in the text ទាំងអស់នៅក្នុងនេះគឺមាន5ប្រយោគអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺអានអត្ថបទម្ដងទៀតហើយគូបន្ទាត់នៅក្នុងប្រយោគនីមួយៗនៅព័ត៌មានណាដែលមិនបាននិយាយឬក៏លើកឡើងនៅក្នុងអត្ថបទឧទាហរណ៍ទី1 The order of eating is based on age, status and gender in Cambodia អញ្ចឹងរបៀបរបបនៃការញ៉ាំនៅប្រទេសកម្ពុជារបស់យើងគឺផ្អែកទៅតាមអាយុឋានៈហើយនិង gender Okay, so you have to go to the text អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែមើលទៅលើ text អញ្ចឹងតកតងនឹង Cambodia យើងទៅមើលនៅ Cambodia ទាំងអស់គ្នានៅប្រទេសកម្ពុជាគេនិយាយថា in Cambodia the rule of eating is based on seniority and status អញ្ចឹងគេថានៅប្រទេសកម្ពុជារបៀបនៃការញ៉ាំគឺផ្អែកទៅលើ seniority
ការគោរពចាស់ទុំហើយនឹងមុខឋានៈនៅទីនេះគឺយើងមាននិយាយតាក់ទង seniority គឺ relate តាក់ទងការគោរពចាស់ទុំអញ្ចឹងចាស់ទុំគឺមានឋានៈការគោរពរវាងមនុស្សចាស់ហើយនិងមនុស្សក្មេងអញ្ចឹងតាក់ទងទៅនឹង age អាយុ status ដូចគ្នាគឺយើងមានឋានៈតែយើងមាន gender អត់នៅក្នុងហ្នឹងគេមានបញ្ជាក់ថាយើងត្រូវតែគោរពតាក់ទងទៅនឹង gender អត់គឺអត់ទេដូច្នេះព័ត៌មានដែលយើងគូសនៅខាងក្រោម gender ដោយសារតែ gender នេះគឺយើងអត់មានបាននិយាយនៅក្នុងអត្ថបទទេអូខេ So for the other sentences from sentence number 2 to number 5 I want you to do by your own អញ្ចឹងខ្ញុំផ្ដល់ជាឧទាហរណ៍មួយនៅសម្រាប់ប្រយោគទី1ដល់អ្នកទាំងអស់គ្នាដូច្នេះសម្រាប់ប្រយោគទី2ទៅដល់ប្រយោគទី5ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើដោយខ្លួនឯង and you have sorry and you have 5 minutes to do this exercise so pause the video and do the exercise now 5 minutes is over now let's see the answer okay for number 1 I already gave you as an example the answer the information that you have to underline is gender so now let's move to sentence number 2 well in sentence number 2 in Thailand forks spoons and chopsticks are placed on the plate so what is the underlined one the underlined one is chopsticks why we underline on chopstick now let's go to see Thailand Thais always use spoon so do we have spoon in the sentence yes and forks do we have forks in the sentence yes for eating but do we have chopsticks no so chopstick in the information that is not mentioned in the text ចឹងអ្នកទាំងអស់គ្នាមកមើលប្រយោគទី2ប្រយោគទី2គេនិយាយថា in Thailand fork spoon and chopstick are placed on the plate យើងមកមើលទៅលើអត្ថបទនៅក្នុងអត្ថបទនេះគេនិយាយថា Thais always use spoon and forks for eating ចឹងយើងគេថា Thai គឺប្រើ spoon ចឹងនៅប្រយោគទី2យើងមាន spoon អត់ចាគឺយើងមានហើយយើងមាន forks អត់គឺយើងមានប៉ុន្តែយើងឃើញមានពាក្យ chopstick ដែរទេគឺយើងអត់មានទេនៅក្នុងអត្ថបទគេគ្រាន់បញ្ជាក់ថា Thai គឺគាត់ប្រើនៅស្លាបព្រាហើយនិងសមសម្រាប់ការញ៉ាំប៉ុន្តែគេអត់មានបញ្ជាក់ថាមានប្រើចង្កឹះទេដូច្នេះចង្កឹះនេះ chopstick នេះគឺជាព័ត៌មានដែលគេមិនបាននិយាយនៅក្នុងអត្ថបទដូច្នេះអ្នកទាំងអស់គ្នាគូបន្ទាត់នៅខាងក្រោម chopstick Now let's move to sentence number 3 In Japan you are not allowed to put chopstick in the bowl lay them on the table or place them separately across them Alright, so what is the information that is not mentioned in the text? The answer is put chopstick in the bowl. Where can you find it? Okay, Japan. In the last sentence, I think, here, do not place them on the table. មានន័យថា them here refer ឲ្យគេគឺ refer ឲ្យ chopstick Do not place them on the table គឺមានន័យដូចជាពាក្យថា lay កន្លែងនេះមានន័យថា place មានន័យថាដាក់ចឹងគេថាឲ្យដាក់ចង្កឹះនៅលើតុអូខេនៅទីនេះគេនិយាយថាមានចង្កឹះនៅលើតុ Do not place them separately on both sides of the plate សុំទោសអ្នកទាំងអស់គ្នា sorry Okay on the both side of the plate or cross them like an X ចឹងកន្លែងនេះគេថាអត់ឲ្យដាក់លើតុអត់ឲ្យដាក់ដាច់ដោយឡែកពីគ្នានៅសងខាងចានឬក៏កងលើគ្នាដូចជាសញ្ញាខ្វែង X កន្លែងនេះគឺ place them on the table ក៏យើងមាន place them separately គឺដាក់ដាច់ដោយឡែកពីគ្នាឬក៏ cross them មានន័យថាដាក់ខ្វែងគ្នាចឹងព័ត៌មាននេះគឺដូចទៅនឹងព័ត៌មាននៅក្នុងអត្ថបទរបស់យើងដែរប៉ុន្តែ
put chopstick in the bowl យើងអត់មាននៅក្នុងអត្ថបទយើងទេអញ្ចឹងមានន័យថា put chopstick in the bowl ហ្នឹងគឺជាព័ត៌មានដែលអត់បាននិយាយនៅក្នុងអត្ថបទដូច្នេះយើងគូបន្ទាត់នៅខាងក្រោម clear មួយហ្នឹង Number 4 A left hand cannot be used to touch food, pass food or hold a glass in India. So where can you find the answer in here in India? The last sentence. They think that the left hand is dirty, so you shouldn't use the left hand to touch the food. Okay, touch food. Pass the food to others. Do we have pass food in other? Yes, pass food. Or even place it on the table. And here, or hold a glass in India. So the information that is not mentioned is hold a glass. អូខេអញ្ចឹងនៅក្នុងប្រយោគទី4នេះគេនិយាយថាដៃខាងឆ្វេងគឺមិនអាចប្រើប្រាស់ដើម្បីប៉ះអាហារឬក៏ហុចអាហារនិងកាន់ glass កែវនៅក្នុងប្រទេសឥណ្ឌាបានទេអញ្ចឹងនៅក្នុងអត្ថបទយើងគេគ្រាន់តែគេនិយាយថាអ្នកមិនគួរប្រើដៃឆ្វេងដើម្បីប៉ះអាហារដូច្នេះគឺយើងត្រូវព័ត៌មានជាមួយនឹងប្រយោគទី4គឺប៉ះអាហារហុចអាហារ pass the food គឺយើងមានដូចគ្នាប៉ុន្តែយើងឃើញមានព័ត៌មានថា hold a glass ទេចឹង hold a glass នេះគឺជាព័ត៌មានដែលមិនបានបញ្ជាក់នៅក្នុងអត្ថបទដូច្នេះយើងគូបន្ទាត់នៅលើ clear មួយនេះប្រយោគទី5 In New Zealand forks, knife and chopsticks are important for eating. What is the extra information? The extra one is chopsticks. If you look in the reading in other countries like New Zealand, forks, knife are important to use for eating. Can you see the word chopsticks, everyone? Of course not, right? So chopstick is not mentioned in the text. So you have to underline chopstick. Okay, now let's move to the last exercise of our reading today. In C4, based on the reading, match the words in column A with their definition in column B. So here is column A and here is column B. So what you're going to do is to match the word with its definition. Okay, for this exercise, you have 5 minutes to do it. So please pause the video and do the exercise now. Well, 5 minutes is over, everyone. Now let's see the answer. Number 1, seniority. What is the answer? First, when you match the word with the definition, you have to look at the part of speech. What is the part of speech of seniority? Seniority is a noun. So look at the definition. To eat is a verb. To give something to someone, also a verb. Straight up adjective. The value and respect given to the older people or to those who have a higher stature is a noun. All together in one time is an adverb. Okay, អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាគូកងពាក្យឲ្យត្រូវជាមួយនឹងនិយមន័យជាដំបូងអ្វីដែលអ្នកទាំងអស់គ្នាត្រូវមើលនៅពេលដែលយើងរៀនពីមេរៀនមុនមកអ្វីដែលអ្នកទាំងអស់គ្នាត្រូវមើលទី1គឺថ្នាក់ពាក្យនៃពាក្យនោះ seniority ថ្នាក់ពាក្យគឺជាអីអ្នកទាំងអស់គ្នា seniority ថ្នាក់ពាក្យគឺជានាមអញ្ចឹងបើប្រសិនបើយើងក៏លេខមកមើលចម្លើយនៅ column B to eat គឺជា verb to give something to someone ក៏ជាកិរិយាសព្ទ verb ដូចគ្នា straight up adjective D គឺជាន័យរបស់វាគឺជានាមហើយ E គឺជា adverb អញ្ចឹងចម្លើយគឺ letter D ប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងតែច្បាស់ទី2ក្រៅពីយើងមើលថ្នាក់ពាក្យយើងមើលទៅលើន័យនៅជុំវិញពាក្យនោះអញ្ចឹងយើងមកមើលទៅលើអត្ថបទ Cambodia នេះគឺជាពាក្យ seniority នៅទីនេះគេនិយាយថា Cambodian people respect seniority so it's considered rude when young people start to eat the meal before the older ចឹងគេថា Cambodian ប្រជាជនកម្ពុជាគឺគោរពទៅលើ seniority ហ្នឹងណាដូច្នេះគឺ rude មានន័យថាឆ្លើយ
គឺគេចាត់ទុកថាឆ្លើយនៅពេលដែលមនុស្សក្មេងចាប់ផ្ដើមញ៉ាំអាហារមុនមនុស្សចាស់អញ្ចឹងនៅពេលនេះតា similarity នឹងអីគឺជាអីគេព្រោះ clear បន្ទាប់គេនិយាយថាគេចាត់ទុកថាអាកប្បកិរិយានឹងឆ្លើយនៅពេលដែលក្មេងក៏ញ៉ាំអាហារមុនមនុស្សចាស់អញ្ចឹងគេគោរពអញ្ចឹងធម្មតានៅពេលដែលក្មេងអនុញ្ញាតឲ្យមនុស្សចាស់ញ៉ាំអាហារមុនមានន័យថាក្មេងគោរពមនុស្សចាស់ត្រូវអត់អញ្ចឹង seniority កន្លែងនេះគឺគេចង់បញ្ជាក់អំពីភាពចាស់ទុំមានន័យថាប្រជាជនកម្ពុជារបស់យើងគឺគោរពទៅលើភាពចាស់ទុំអញ្ចឹងដូចគ្នានៅចម្លើយ D គឺគេនិយាយថា the value or respect given to the older people or to those who have a higher stature អញ្ចឹង seniority គឺជាតម្លៃឬក៏ការគោរពដែលយើងផ្ដល់ទៅឲ្យអ្នកដែលចាស់ជាងយើងឬក៏អ្នកដែលមានឋានៈខ្ពស់ជាងខ្លួនរបស់យើង so the answer is D number 2 fit so number 1 goes to letter D we cross it out we have 4 other choice so fit what is the part of speech of fit the part of speech of fit is verb so in the definition we have 2 words to eat and to give something to someone so the other option that you're going to do is to read the text ចឹងយើងដឹងនៅពេលដែលយើងគូកងពាក្យទី1យើងត្រូវមើលថ្នាក់ពាក្យចឹងនៅក្នុងថ្នាក់ពាក្យនេះជា verb យើងមកមើលន័យ verb គឺយើងមាន2 to eat ហើយនឹង to give something to someone ចឹងយើងដឹងថាពីរហ្នឹងមួយណាដែលជាចម្លើយរបស់ fit ទេចឹងអ្នកទាំងអស់គ្នាមកមើលទៅលើ text របស់យើងពាក្យ fit នៅកន្លែងណានេះគឺជាពាក្យថា fit ចឹងយើងអានមើលប្រយោគហ្នឹងមើលតើ fit ហ្នឹងមានន័យថាម៉េចIf you want to eat the food, you have to use the fork to pick up the food onto your spoon and use the spoon to fit it into your mouth. ចឹងយើងដើម្បីឲ្យយើងចង់ដឹងថាក្នុងចំណោមពីរហ្នឹងតើមួយណាត្រូវយើងយកពាក្យហ្នឹងយកមកចំនួនកន្លែងកន្លែង fit ហ្នឹងមើលហើយស្ដាប់ទៅតើត្រូវជាមួយនឹងន័យរបស់ប្រយោគហ្នឹងដែរឬទេឥឡូវយើងយកពាក្យថា to eat យកមកដាក់កន្លែងនេះយើងបើយើងយក to eat អញ្ចឹងមានន័យថាប្រសិនបើអ្នកញ៉ាំអាហារអ្នកត្រូវតែប្រើសមដើម្បីដាក់អាហារនៅលើស្លាបព្រាហើយប្រើស្លាបព្រាដើម្បី to eat មានន័យថាដើម្បីញ៉ាំចូលទៅក្នុងមាត់អូខេអញ្ចឹងស្ដាប់ទៅសមហេតុផលដែរទេព្រោះធម្មតានៅពេលដែលយើងយកស្លាបព្រាយើងប្រើស្លាបព្រាដើម្បីអីដាក់ចូលក្នុងមាត់គឺដើម្បីញ៉ាំម្ហូបអាហារឥឡូវបើសិនបើអ្នកទាំងអស់គ្នាយក B មកដាក់វិញto give something to someone មានន័យថាឲ្យអ្វីមួយទៅដល់អ្នកណាម្នាក់ចឹងកន្លែងនេះបើយើងដាក់កន្លែងនេះគឺមានន័យថា if you want to eat the food you have to use the fork to pick up the food onto your spoon and use the spoon to give something to someone it into your mouth ចឹងបើសិនមកអ្នកចង់ញ៉ាំអាហារអ្នកត្រូវតែដាក់សមអ្នកត្រូវសុំទោសអ្នកត្រូវតែប្រើសមដើម្បីដាក់អាហារចូលទៅក្នុងស្លាបព្រាហើយប្រើស្លាបព្រាដើម្បីឲ្យអ្វីមួយទៅនរណាម្នាក់ចូលទៅក្នុងមាត់របស់អ្នកគឺស្ដាប់ទៅគឺខុសហើយមែនអត់ដោយសារយើងអាចទៅយកអ្វីមួយទៅដាក់នៅយកអ្វីមួយទៅដាក់នៅដាក់នរណាម្នាក់នៅក្នុងមាត់របស់យើងបានទេចឹងចម្លើយគឺ to eat fit មានន័យថា to eat អញ្ចឹងចម្លើយគឺ goes to letter A ចឹងយើងខ្វែង A មួយទៀតចោលចូលមកដល់លេខ3 upright មិញnumber 1របស់យើងគឺ D number 2របស់យើងគឺ A ចឹងយើងខ្វែង A ហើយនឹង D ចោលយើងនៅសល់មាន3ជម្រើសទៀត upright ថ្នាក់ពាក្យគឺជាគុណនាមនៅទីនេះគឺយើងមាន verb មានគុណនាមហើយនឹង adverb អញ្ចឹងចម្លើយយើងដឹង C ហើយប៉ុន្តែបើសិនតែអ្នកទាំងអស់គ្នាអត់ច្បាស់ថាតើថ្នាក់ពាក្យនឹងជាអីយើងត្រូវតែមកមើលមួយទៀតគឺមកមើល text របស់យើងអូខេអញ្ចឹង upright នៅកន្លែងនេះអ្នកទាំងអស់គ្នាអាចរកឃើញពាក្យ upright បាននៅប្រទេសជប៉ុនកន្លែងហ្នឹងគេនិយាយថា The reason is that Japanese put the chopstick upright in the bowl of rice in front of the coffin for dead people អូខេអ្វីដែលអ្នកទាំងអស់គ្នាត្រូវអាចធ្វើបានគឺយកនិយមន័យមួយយកមកដាក់ចូលទៅក្នុងពាក្យ upright មួយហ្នឹងតើន័យមួយណាដែលស្ដាប់ទៅសមហេតុផលឥឡូវយើងនៅមានពាក្យថា to give something to someone អញ្ចឹងមូលហេតុនោះគឺជនជាតិជប៉ុនគឺដាក់ចង្កឹះឲ្យដើម្បីឲ្យអ្វីមួយទៅនរណាម្នាក់ទៅក្នុងចានបាយនៅពីមុខក្តាមមឈូសសម្រាប់អ្នកដែលស្លាប់
ចម្លើយស្ដាប់ទៅគឺអត់សមហេតុផលទេឥឡូវយើងមកមើលពាក្យថា straight up straight up មានន័យថាម៉េចអ្នកនរគ្នា straight up មកពីពាក្យអីគឺមកពីពាក្យថា straight straight មានន័យថាម៉េច straight មានន័យថាត្រង់ត្រង់មែនអត់ up up មានន័យថាបញ្ឈរអញ្ចឹង straight up មានន័យថាបញ្ឈរត្រង់អញ្ចឹងយើងសម័យថានេះគឺជាចង្កឹះហើយយើងដាក់បញ្ឈរត្រង់មកបើស្ដាប់ទៅយើងសមហេតុផលដោយសារតែចង្កឹះដែលដាក់បញ្ឈរត្រង់នៅក្នុងចានបាយនៅពីមុខដើមឈូសសម្រាប់អ្នកដែលស្លាប់អញ្ចឹងស្ដាប់ទៅគឺសមហេតុផលដូច្នេះចម្លើយគឺ letter C upright មានន័យថា straight up មានន័យថាបញ្ឈរត្រង់ឡើងទៅលើតែម្ដងអូខេអញ្ចឹងយើងមាន2ទៀតដែលយើងនៅសល់គឺពាក្យទី4 pass seniority អំបញ្ញមិញគឺ letter D fit គឺ letter A upright គឺ letter C អញ្ចឹងយើងលុបចោល C មួយទៀតយើងនៅសល់2ជម្រើស pass pass តាមពិតយើងដឹងហើយ pass គឺជា verb ចឹងចម្លើយប្រកាសជា letter B ឯងប៉ុន្តែបើសិនមកអ្នកទាំងអស់គ្នាអត់ច្បាស់ you can go to the reading where can you find this word in here for India okay now let's read this sentence they think that the left hand is dirty so you shouldn't use the left hand to touch the food pass the food to others or even place it on the table ចឹងយើងន័យនៅក្នុងកាឡារបស់យើងហ្នឹងដើម្បីដាក់ជំនួសចូលទៅហើយស្ដាប់ទៅតាមមួយណាសមហេតុផលអញ្ចឹងយើងដាក់ពាក្យថា be មក to give something to someone ចឹងមានន័យថាអ្នកមិនគួរប្រើដៃឆ្វេងដើម្បីប៉ះអាហារ pass to give the food to someone កន្លែងនេះយើងមើល structure គេត្រូវអត់ pass នេះមានន័យថា to give what to give the food to others អញ្ចឹងចម្លើយគឺ letter B មានន័យថាយើងហុយអ្វីមួយទៅឲ្យនរណាម្នាក់ The last one five the answer is letter E okay now let's look at the word in the paragraph at once thus you cut meat do not cut all the pieces of meat at once as one comes from the word one here មានន័យថាតែម្ដងតែមួយ so mean all together in one time មានន័យថាកើតឡើងតែម្ដងនៅក្នុងពេលតែមួយ Okay, so here are all the answers for exercises in the reading and this is the end of the reading in unit 5. I will end the video here and thank you everyone for your attention. Goodbye.